បាទសួស្តីដល់អ៊ំពូមេមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញនៅចំការត្រសក់ស្រូវបាទឃើញផ្លែវាគឺធំល្អមែនទែនហើយបន្ទាប់ពីធ្លាក់ភ្លៀងមួយមេធំធ្វើឲ្យដើមដងនៃដំណាំត្រសក់ហ្នឹងគឺល្អជាងមុនបាទឃើញផ្លែគឺរីកធំល្អមែនទែនឃើញលឿងឆ្អៅមែនទែនបាទហើយសង្កេតឃើញថាផ្លែរបស់វាហ្នឹងគឺចម្រុះមានលឿងមានសមានពណ៌ខៀវមានពណ៌ត្រសក់អីផ្សេងបាទកសិករក៏ដាំប្រភេទពូជដែលទុកខ្លួនឯងទេប្រភេទពូជបុរាណហើយដូច្នេះហើយផ្លែរបស់វាហ្នឹងឃើញមានផ្លែខ្លះក៏មូលទៅផ្លែខ្លះក៏វែងទៅបងប្អូនបាទនេះគឺជាត្រសក់ស្រូវបែបធម្មជាតិរបស់យើងដាំចោលទេមិនប្រើជីប្រើថ្នាំអីទេតែវាល្អហើយក៏ដាំនេះក៏ដាំលើរងទ្របចាស់បន្ទាប់ពីគាត់បោចដកដំណាំទ្របគាត់ចាស់ទៅគាត់ក៏ដាក់នៅត្រសក់ស្រូវចោលបាទឃើញផ្លែល្អមែនទែនបងប្អូនបាទគឺផ្លែរនោករនាលពេញចកាបាទហើយមើលទៅស្លឹករបស់វាលង្ខៀវខ្ចីបាទត្រសក់ស្រូវប្រភេទពូជបុរាណchứគឺយើងស្រួលដាំទេយើងដាំចោលទៅហើយយើងស្រោចទឹកទៅគឺវាអាចលូតលាស់ល្អដំណាំត្រសក់ស្រូវគឺអត់សូវរើសដីទេបងប្អូនយើងអាចដាំប្រភេទដីណាក៏បានដែរគឺវាអំណោយផលមែនទែនហើយភាគច្រើនយើងសង្កេតឃើញថាវាធ្វើទុកតែនៅពេលតូចទេសម្រាប់នៅពេលធំហើយគឺអត់សូវមានបញ្ហាទៅលើជំងឺឬក៏សត្វល្អិតអីទេបាទខ្យល់អាកាសនៅចំការគឺខ្យល់អាកាសល្អមែនទែនបងប្អូនខ្យល់លង្វឺបងប្អូនមើលតែស្លឹកត្រសក់ស្រូវទៅដឹងហើយគឺខ្យល់បោកបក់អង្គើស្លឹករបស់វាហើយឃើញផ្លែគឺរនោករនាលអញ្ចឹងបងប្អូនរនោករនាលពេញតែចកាមើលទៅគឺស្អាតមែនទែនផ្លែរបស់វាគឺស្អិតល្អហើយកន្លែងខ្លះគឺក្រាស់មែនទែនគឺដើរទៅក្រាស់មែនទែនគឺពេញតែចការបស់គាត់បាទហើយចការបស់គាត់គឺធំដែរខ្ទង់ដីមហត្តាបាទហើយគាត់ដាំត្រសក់ស្រូវសុទ្ធបាទយើងមើលទៅខៀវស្ងាត់មែនទែនបាទហើយត្រសក់ស្រូវនេះគឺគាត់ចាប់ផ្ដើមបេះរៀងរាល់ថ្ងៃដើម្បីលក់ទៅកាន់ទីផ្សារបាទហើយផ្លែរបស់វាគឺធំល្អមែនទែនមានផ្លែមូលមានវែងបាទហើយយើងនេះគឺខ្ញុំថតនៅចកាផ្ទាល់ដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាទស្សនាបាទសូមអរគុណ